ក្រដែលនៅចិត្តផ្ទះយើងនោះជានរណាខ្ញុំក៏ឆ្លើយថាជាអ្នកស្គាល់គ្នាហើយខ្ញុំមិនហ៊ានថាជាប្អូនថ្លៃរបស់ខ្ញុំទេណាខ្លាចពេលខ្មាស់គេហេបងស្រីខ្ញុំដឹងថាខ្ញុំក្រតែខ្ញុំក៏ខំធ្វើការដូចបងដែរជីវិតវាពិបាកខ្លាំងណាស់រាល់ថ្ងៃនេះខ្ញុំមិនបានដេកស៊ីទេបងពិបាកឯងដឹងទេថាការពិបាករបស់បងពេលនេះគឺជាអ្វីគឺត្រូវគិតថាលុយរាប់លានដុល្លារដែលបងរកបាននោះគឺយកមកទិញនាឡិកាមកអីតែឯងវិញពិបាកគិតត្រឹមថាបាយថ្ងៃនេះត្រូវស៊ីជាមួយអ្វីតើមែនទេរឿងមើលងាយបងប្អូនបង្កើត អូហេបងតារារឿងដែលបងនិទានអំពីលោកអបញ្ញានោះពិតជាកំប្លែងខ្លាំងណាស់មនុស្សសម័យនេះអើយគួរឲ្យអស់សំណាយពិតមែនគេថាមនុស្សយើងបើមានបានត្រូវចេះរស់នៅឲ្យសមរម្យបើក្រត្រូវចេះដឹងខ្លួនយីសេរីឯងអង្គុយស្ងៀមពេកហើយយ៉ាងម៉េចឯងធ្លាប់តែស៊ីបាយជាមួយនឹងទឹកត្រីផ្អកតើមែនទេបានឃើញម្ហូបថ្លៃបែបនេះនិយាយលេងចេញហ៎បាទអត់អីទេបងខ្ញុំអរគុណបងនិងបងស្រីណាស់ដែលហៅខ្ញុំមកហូបបាយជុំគ្នាយូរមកហើយតែពួកយើងមិនបានជួបគ្នាបងថេរ៉ាបងឯងគួរតែប្រាប់គេថាគួរតែស្លៀកពាក់ឲ្យសមរម្យជាងនេះបន្តិចទៅមុននឹងចូលមកភោជនីយដ្ឋានលំដាប់នេះណាមើលចោះអាវរងាចាស់នោះវាដូចជាអាយ៉ាធំក្លិនធលីនៅផ្ទះគេអញ្ចឹងបងបានប្រាប់វាហើយតើតែវានេះពិតជារឹងក្បាលខ្លាំងណាស់វាតែងខ្លួនយ៉ាងម៉េចក៏ដូចជាអ្នកសុំទានអញ្ចឹងណាអូនឲ្យខ្ញុំសុំទោសបងខ្ញុំចេញមកពីធ្វើការភ្លាមក៏មកដល់ភ្លាមខ្ញុំគ្មានពេលទៅដូរខោអាវទេបងយេឯងទៅធ្វើការងារបោសសម្អាតនោះតើមែនទេសេរីឯងអាយុច្រើនហើយឯងគួរតែរកស៊ីរកលុយឲ្យបានច្រើនដោយបងខ្លះទៅណាឯងគួរតែមានឡានទំនើបជិះនិងផ្ទះវីឡាសម្រាប់នៅកុំឲ្យដើរតែលក់នំប៉័ងរាល់ថ្ងៃអញ្ចឹងត្រូវហើយបងឯងណាកុំធ្វើឲ្យពួកយើងខ្មាស់គេពេកអីកាលពីម្សិលមិញមិត្តភ័ក្តិរបស់ខ្ញុំបានសួរថាអ្នកក្រដែលនៅចិត្តផ្ទះយើងនោះជានរណាខ្ញុំក៏ឆ្លើយថាជាអ្នកស្គាល់គ្នាហើយខ្ញុំមិនហ៊ានថាជាប្អូនថ្លៃរបស់ខ្ញុំទេណាខ្លាចពេលខ្មាស់គេហេបងស្រីខ្ញុំដឹងថាខ្ញុំក្រតែខ្ញុំក៏ខំធ្វើការដូចបងដែរជីវិតវាពិបាកខ្លាំងណាស់រាល់ថ្ងៃនេះខ្ញុំមិនបានដេកស៊ីទេបងពិបាកឯងដឹងទេថាការពិបាករបស់បងពេលនេះគឺជាអ្វីគឺត្រូវគិតថាលុយរាប់លានដុល្លារដែលបងរកបាននោះគឺយកមកទិញនាឡិកាមកអីតែឯងវិញពិបាកគិតត្រឹមថាបាយថ្ងៃនេះត្រូវស៊ីជាមួយអ្វីតើមែនទេអូបងនេះព្រោះថាម៉ែផ្ដាំឲ្យឯងមកសុំលុយបងតើមែនទេប៉ុន្មាន500 1000ដុល្លារយីឈាមចូលតែមួយហេតុអីគ្មានសមត្ថភាពបែបនេះឯងខ្លាយជាបន្ទុករបស់គ្រួសាររហូតតែម្ដងហើយបងប្រុសខ្ញុំមកនេះខ្ញុំមិនបានមកសុំលុយរបស់បងទេខ្ញុំគ្រាន់តែចង់មកជួបបងនិងបងស្រីយើងធ្លាប់ជាបងប្អូនដែលដេកកន្ទេលតែមួយយើងធ្លាប់ស៊ីបាយចែកគ្នាតែឥឡូវបងបានបាត់បង់អ្វីជាបងប្អូនទាំងអស់ទៅហើយបងពិតជាមើងងាយខ្ញុំខ្លាំងណាស់ពេលនោះសេរីបានងាកចេញហើយដើរយ៉ាងរហ័សទាំងដែលអាវរងារបស់គាត់បានប៉ះនឹងកៅអីតែគាត់មិនបានងាកក្រោយនោះឡើយមើលទៅវាចេញទៅហើយវានេះធ្វើឲ្យខូចបរិយាកាសអស់មិនអីទេអូនអាអ្នកក្រវាតែបែបនឹងហើយវាគួរតែចេះដឹងខ្លួនហើយអូនចាំមើលចោះវាខឹងមែនបន្តិចទៀតវានឹងត្រឡប់មកសុំលុយបងជាក់ជាមិនខានទេអត់តោះបន្តហូបទៀតទៅកុំខ្វល់ពីវាទៀតអីថេរ៉ានិងបុប្ផាបានបន្តហូបដោយមិនខ្វល់ខ្វាយអ្វីឡើយនៅលើតុអាហារក៏មានភាពស្ងប់ស្ងាត់ម្ដងទៀតតែនៅក្នុងចិត្តទស្សនិកជនពោពេញទៅដោយភាពក្តុកក្តួលសេរីដើរចេញពីភោជនីយដ្ឋានដោយលឿនយ៉ាងរហ័សទាំងទឹកមុខស្លេកស្លាំងគាត់បានឈប់នៅក្រោមបង្គោលភ្លើងមួយរួចដកដង្ហើមធំគេនិយាយត្រូវហើយបងស្រីបងប្រុសគេសំនឹងមើងងាយយើងណាព្រោះយើងវាក្រមែនយើងវាក្រហើយថែមទាំងគ្មានប្រយោជន៍ទៀតផងគេ
គេថាឲ្យយើងរៀនដឹងខ្លួនតើការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងយប់ទាំងថ្ងៃរបស់ខ្ញុំតើវាមិនគ្រប់គ្រាន់ទេតើមែនទេយ៉ាងហោចណាស់ខ្ញុំក៏មិនបានលួចបន្លំកេងប្រវាញ់អ្នកណាដែរខ្ញុំខិតខំខ្លាំងណាស់តែវាមិនមានហេតុអីមើងងាយខ្ញុំគាត់បានយកដៃទៅប៉ះភ្នែករបស់គាត់ទឹកភ្នែកដែលគាត់ខំទប់បានស្រក់ចុះលើអាវរងាចាស់របស់គាត់យំស្ងាត់ស្ងាត់ដោយមិនឲ្យសំឡេងលាន់ឮឡើយម៉ែបានប្រាប់ខ្ញុំថាឈាមជ័របងប្អូនវាមានតម្លៃជាងលុយកាក់តែបងធីរ៉ាគេយល់ថាឈាមជ័រជាបងប្អូនវាគ្រាន់តែជាបន្ទុកមួយរបស់គេតែប៉ុណ្ណោះដែលគេគួរតែកាត់ការចោលគេថាឲ្យខ្ញុំកុំធ្វើឲ្យគេខ្មាស់គេតែខ្ញុំត្រូវធ្វើបែបណាទៅទើបបងប្អូនខ្ញុំលែងខ្មាស់គេខ្ញុំត្រូវបាត់ខ្លួនតើមែនទេឬក៏ខ្ញុំត្រូវងាប់តើមែនទេគាត់ងើបក្បាលឡើងរួចដកដង្ហើមវែងហើយជូតទឹកភ្នែកភាពទន់ជ្រាយត្រូវបានជំនួសដោយកំហឹងនិងការតាំងចិត្តដ៏ឈឺចាប់ខ្ញុំនឹងមិនបណ្ដោយឲ្យលុយកាសបន្តបំបាយបំបាក់ពួកយើងទៀតទេខ្ញុំនឹងមិនឲ្យបងធារាបន្តមើងងាយមកខ្ញុំទៀតទេខ្ញុំមិនឲ្យគាត់មើងងាយខ្ញុំទៀតទេបងចាំមើលចោះខ្ញុំនឹងមិនសុំជំនួយពីបងទេខ្ញុំនឹងតស៊ូដោយខ្លួនឯងខ្ញុំនឹងបង្ហាញថាខ្ញុំអាចធ្វើបានខ្ញុំអាចមានឡានទំនើបខ្ញុំក៏អាចធ្វើជាអ្នកមានបានដែរមនសិការនិងកិត្តិយសរបស់ខ្ញុំនឹងយកវាឲ្យបានអរគុណបងប្រុសដែលបានបង្រៀនខ្ញុំដែលមេរៀននេះគឺវាថ្លៃបំផុតអំពីសាច់ឈាមបង្កើតឈាមជ័រតែមួយតែមើងងាយគ្នាចាប់តាំងពីបងប្រុសរបស់គេបានមើងងាយគេបានខិតខំប្រឹងប្រែងជាខ្លាំងកន្លែងចតឡានមួយនៅទីក្រុងពេលវេលាម៉ោង 1 រំលងអាធ្រាត្រមានពន្លឺភ្លើងព្រាលពីបង្គោលភ្លើងនៅឯឆ្ងាយសេរីស្លៀកពាក់ឯកសណ្ឋានអ្នកបោសសម្អាតដែលមានអាវរងាចាស់របស់គាត់នៅពីលើគាត់កំពុងតែរុញរទេះសម្រាមហើយជូតញើសចេញពីលើថ្ងាសរបស់គាត់សេរីឯងគួរតែសម្រាកខ្លះទៅដល់ម៉ោងហើយតើឯងធ្វើការពេញមួយថ្ងៃហើយថ្ងៃនេះឯងខំខ្លាំងក្លាជាងសពដងទៅទៀតឯងមិនហត់ទេក៏អីខ្ញុំអត់អីទេពូខ្ញុំគ្រាន់តែចង់ឲ្យវាលឿនខ្ញុំត្រូវការលុយបន្ថែមខ្ញុំកំពុងតែសន្សំលុយធ្វើដើមទុនតូចមួយខ្ញុំមិនចង់រស់នៅបែបនេះពេញមួយជីវិតនោះទេឯងណែកាលពីប្រហែលខែមុនឯងមិនដែលនិយាយរឿងរោគស៊ីអ្វីទេដូចជាមានរឿងអីកើតឡើងប៉ះទង្គិចផ្លូវចិត្តខ្លាំងតើមែនទេពូសាំងខ្ញុំប្រាប់ពូទៅចោះប៉ុន្មានថ្ងៃមុនខ្ញុំបានទៅជួបបងប្រុសបង្កើតរបស់ខ្ញុំគាត់ពិតជាមានបានខ្លាំងណាស់គាត់ជោគជ័យគាត់មានលុយរាប់សិបលានតែគាត់ពិតជាមើងងាយខ្ញុំណាគាត់និយាយថាខ្ញុំជាបន្ទុកខ្ញុំគឺជាមនុស្សដែលគ្មានសមត្ថភាពចាប់ពីពេលនេះទៅខ្ញុំចង់ធ្វើឲ្យគាត់មើលខ្ញុំចង់ឲ្យគាត់ដឹងថាខ្ញុំក៏អាចក្លាយជាអ្នកមានបានដែរកូនអ្នកមានគេនិយាយបែបនឹងហើយសេរីឯងកុំតូចចិត្តអីទ្រព្យសម្បត្តិវាមិនអាចវាស់វែងតម្លៃរបស់មនុស្សបានទេឯងមានកិត្តិយសរបស់ឯងកុំយកពាក្យរបស់គេមកដាក់ក្នុងចិត្តអីតើដឹងទេបាទខ្ញុំអរគុណពូហើយខ្ញុំដឹងហើយតែពាក្យរបស់បងរបស់ខ្ញុំវាដូចជាកំបិតចាក់ចំបេះដូងរបស់ខ្ញុំចង់ឲ្យគាត់ដឹងថាខ្ញុំក៏អាចងើបឈរដោយគ្មានជំនួយពីគាត់បានដែរខ្ញុំនឹងធ្វើការ4កន្លែងទាំងយប់ទាំងថ្ងៃអូនណែឯងកុំផ្ដេសផ្ដាស់អីឯងគិតពីសុខភាពរបស់ឯងផងសុខភាពគឺវាសំខាន់ជាងលុយណាខ្ញុំយល់ហើយពូខ្ញុំនៅបន្តការងាររបស់ខ្ញុំឲ្យចប់សិនខ្ញុំត្រូវសន្សំលុយឲ្យបានច្រើនហើយលឿនបំផុតសេរីចាប់ផ្ដើមធ្វើការបន្តដោយថាមពលទ្វេដងគាត់បានបោះសម្អាតយ៉ាងរហ័សពូសាំងបានសម្លឹងមើលគាត់ដោយការព្រួយបារម្ភនៅផ្ទះថេរ៉ានិងបុប្ផានៅបន្ទប់ទទួលភ្ញៀវដ៏ប្រណិតរបស់ថេរ៉ាទោះបីជាបន្ទប់ស្អាតក៏ដោយ
ក៏មានអារម្មណ៍ថាតានតឹង បងធារានេះវានៅដល់ពេលណាទៀតខ្ញុំសួរថានៅដល់ពេលណាទៀត អាយ៉ាបងកំពុងតែរកដំណោះស្រាយហើយតើបងដឹងហើយថាក្រុមហ៊ុនកំពុងតែជួបវិបត្តិធំអ្នកម៉ៅការរត់ចោលអស់ហើយ ដំណោះស្រាយគឺវាលែងមានទៀតហើយលោកសុធារាលោកឥឡូវគឺជាមនុស្សដែលខ្សែធនក្រុមហ៊ុនរបស់លោកដួលរលំហើយកាលតែលោកនៅអង្គុយសម្លឹកកសែតចាស់ទាំងនេះធ្វើអីលោកបានត្រឹមតែសម្លឹងតែប៉ុណ្ណោះ អត់ទេកុំនិយាយបែបនេះខ្ញុំនៅមានទ្រព្យសម្បត្តិខ្លះនិងឡានវីឡា វីឡាននេះឡាននេះគឺត្រូវបានធនាគាររឹបអូសហើយលោកត្រូវតែរើចេញក្នុងសប្តាហ៍នេះលោកគ្មានសល់អ្វីទៀតទេគ្មានឡានគ្មានក្រុមហ៊ុនគ្មានកិត្តិយសហើយចាប់ពីត្រឹមថ្ងៃនេះទៅខ្ញុំនៅជាមួយលោកមិនបាននៅទេខ្ញុំមិនអាចរស់នៅជាមួយមនុស្សដែលក្រីក្រដែលគ្មានអនាគតបានទេខ្ញុំត្រូវទៅហើយ បុប្ផាអូនកុំទាន់ទៅយើងធ្លាប់ស្រឡាញ់គ្នាណាស់បងខំប្រឹងរកលុយម្ដងទៀតទុកពេលឲ្យបងខ្លះទៅតើបានទេ ស្រឡាញ់ខ្ញុំស្រឡាញ់លុយរបស់លោកខ្ញុំស្រឡាញ់ឋានៈរបស់លោកឥឡូវនេះលោកគ្មានអ្វីទាំងអស់តែខ្ញុំគួរនៅដល់ពេលណាទៀតខ្ញុំថាលោកគួរតែទៅរកប្អូនប្រុសក្រីក្ររបស់លោកភ្លាមទៅខ្ញុំចាំបានថាលោកធ្លាប់មើងងាយវាឥឡូវនេះលោកក៏មិនខុសពីវាដែរលោកក៏ជាបន្ទុកមួយដែរតែយល់ទេ ក្រោយពីនិយាយបែបនោះហើយបុប្ផានាងក៏បានដើរចេញភ្លាមធេរាបានអង្គុយនៅលើឥដ្ឋទាំងទឹកមុខស្រឡាំងកាំងគាត់ចាប់ផ្ដើមយំដោយគ្មានសំឡេងគាត់នៅតែម្នាក់ឯងនៅក្នុងវីឡាដ៏ធំទូលាយសេរីឲ្យបងសុំទោសអាយ៉ាខ្ញុំគេនិយាយត្រូវហើយខ្ញុំគឺជាបន្ទុកខ្ញុំក៏ជាបន្ទុកមួយដែរពេលនេះខ្ញុំអន់ជើងឆ្កែទៅទៀតនៅផ្សារនៅផ្លូវកាត់តូចចង្អៀតមួយកន្លែងដែលមានហាងលក់នំប៉័ងតូចមួយនៅក្បែរនោះតាមការពិតទៅនេះគឺជារទេះនំប៉័ងរបស់សេរីឥឡូវគេស្លៀកពាក់ស្អាតបាតជាងមុនបន្តិចគាត់កំពុងតែរៀបចំអីវ៉ាន់ដាក់លើម៉ូតូមើលទៅគាត់ពិតជានឿយហត់ខ្លាំងណាស់ក៏ប៉ុន្តែមានក្តីសង្ឃឹមក្នុងពេលនោះស្រាប់តែមានបរិសុទ្ធម្នាក់បានដើរទៅរកសេរីតាមការពិតទៅគាត់គឺជាបងប្រុសរបស់សេរីគឺធេរាសេរីប្អូនបងធេរាមិនបានជាបងមកទីនេះអើយបងមកទីនេះបងចង់សុំទោសឯងណាបងចង់មកសុំទោសឯងបងធេរាតើបងមានរឿងអ្វីហ្នឹងបងមិនអីទេតើមែនទេឥឡូវនេះបងបានបាត់បង់អ្វីអស់គ្រប់យ៉ាងទៅហើយបងគ្មានសល់អ្វីទាំងអស់ទេបងបាត់បង់អ្វីទាំងអស់ក្រុមហ៊ុនរបស់បងក៏ដួលរលំដែរធនាគារគឺត្រូវគេរឹបអូសនាងបុប្ផាវារត់ចោលបងទៅហើយបងឥឡូវបងគ្មានកន្លែងស្នាក់នៅទេអញ្ចឹងហើយទើបបងមករកប្អូនណាសេរីបងបាននឹកឃើញពាក្យដែលបងនិយាយមើងងាយឯងបងនិយាយថាឯងគឺជាបន្ទុកតែការពិតបងទេដែលជាមនុស្សដែលគ្មានតម្លៃបងគ្មានសល់អ្វីទៀតទេឲ្យបងសុំទោសដល់ប្អូនសម្លាញ់ឲ្យបងសុំទោសបងធេរាលុយវាធ្វើឲ្យបងភ្លេចថាបេះដូងនៅឯណាខ្ញុំដឹងថាបងឈឺចាប់ខ្ញុំក៏មិនសប្បាយចិត្តដែរនៅពេលដែលឃើញបងធ្លាក់ខ្លួនបែបនេះសេរីតើឯងនៅតែស្អប់បងទេតើមែនទេបងគ្មានអ្វីស្នាក់នៅទេតើបងអាចសុំឯងស្នាក់នៅជាមួយមួយយប់តើបានទេផ្ទះរបស់ខ្ញុំគឺវាតូចចង្អៀតណាស់បងតែវាមិនមែនជាវីឡានោះទេតែវាមានគ្រែមួយសម្រាប់បងខ្ញុំនៅមានបាយសម្រាប់បងខ្ញុំនៅមានឈាមជ័រជាមួយនឹងបងខ្ញុំគឺជាបងប្អូនរបស់បងជាបងប្អូនមិននឹងឃើញស្លាប់ហើយមិនជួយនោះសេរីគាត់បានដោះអាវចាស់របស់គាត់ចេញហើយយកវាទៅក្រងលើស្មារបស់បងប្រុសរបស់គាត់បងធេរាមកតោះយើងទៅផ្ទះបាទតោះបងអរគុណឯងហើយដែលឯងមិនប្រកាន់រឿងពីមុនចំពោះបង
ទីតាំងនៅផ្ទះជួលតូចរបស់សេរីផ្ទះនេះសាមញ្ញខ្លាំងណាស់មានតែកន្ទេលចាស់តូចមួយនិងឧបករណ៍ផ្ទះបាយតិចតួចតែវាស្អាតបាតនិងរៀបចំរៀបរយផ្ទះរបស់ឯងមិនធំប៉ុន្មានទេតែមានភាពកក់ក្ដៅជាងវិឡារបស់បងទៅទៀតបងតារាតោះញ៉ាំបាយសិនទៅគួរឲ្យរអៀសចិត្តខ្លាំងណាស់នេះវាគ្រាន់តែជាបាយសម្លធម្មតាទេតែវាជាបាយសម្លដែលរកបានដោយកម្លាំងញើសឈាមរបស់ខ្ញុំបងនឹកឃើញកាលដែលយើងនៅតូចយើងធ្លាប់ស៊ីបាយចែកគ្នាចំណែកពេលនោះបងធ្លាប់ហៅឯងថាប្អូនសម្លាញ់បាទខ្ញុំក៏នឹកឃើញដែរតែបងបានភ្លេចវាទៅហើយតាំងពីបងមានលុយរាប់លានមកបងបានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់តើបងដឹងទេបងដឹងច្បាស់បងបានបាត់បង់ខ្លួនឯងដោយសារតែមោទនភាពខុសបងគិតថាទ្រព្យសម្បត្តិវាអាចវាស់វែងតម្លៃគ្រួសារយើងបានហើយបងគឺជាមនុស្សឈួតពិតមែនសេរីបងមិនសុំឲ្យឯងអភ័យទោសឲ្យបងឥឡូវនេះទេតែបងសុំឱកាសមួយឯងឲ្យបងរស់នៅក្បែរឯងតើបានទេដើម្បីបងបានចាប់ផ្ដើមជីវិតជាមួយប្អូនម្ដងទៀតហើយបងនឹងធ្វើការអ្វីក៏បានដែរឲ្យតែបាននៅចិត្តឯងបងធារាខ្ញុំមិនដែលស្អប់បងទេខ្ញុំគ្រាន់តែឈឺចាប់ខ្ញុំមិនចង់ឲ្យបងបំភ្លេចឫសគល់របស់ខ្លួនឯងទេផ្ទះនេះតែងតែមានទ្វារបើកសម្រាប់បងជានិច្ចខ្ញុំនៅតែជាប្អូនប្រុសរបស់បងថ្ងៃនេះបងបាត់បង់អ្វីៗគ្រប់យ៉ាងរួមទាំងទ្រព្យសម្បត្តិតែបងបានរកឃើញនៅអ្វីដែលសំខាន់ជាងនេះទៅវិញអរគុណខ្លាំងណាស់សេរីដែលឯងមិនបានបោះបង់បងធារាចាប់ផ្ដើមញ៉ាំបាយទាំងទឹកភ្នែកវាគឺជាអាហារដ៏កំសត់និងមានន័យបំផុតក្នុងជីវិតរបស់គាត់ស្អែកឡើងនៅកន្លែងចតឡានមួយពេលព្រឹកព្រលឹមសេរីនិងធារាកំពុងចាប់ផ្ដើមធ្វើការងារបោសសម្អាតក្បែរគ្នាធារាមើលទៅនឿយហត់តែគាត់ញញឹមយីការងារឯងនេះពិតជាហត់ខ្លាំងណាស់កាលពីមុនបងគ្រាន់តែចុះហត្ថលេខាតែឥឡូវត្រូវមកកាន់អំបោសការងារនេះវារៀងហត់បន្តិចហើយបងតែវាមិនធ្វើឲ្យយើងបានបាត់បង់តម្លៃនោះទេសេរីបងបានគិតថាវិឡាននោះឡានទំនើបនោះនាងបុប្ផាវាមិនមែនជាសុភមង្គលយ៉ាងពិតប្រាកដនោះទេបងចំណាយពេលច្រើនឆ្នាំរត់តាមរបស់คล้ายតែឯងនៅទីនេះឯងជារបស់ពិតដែលនៅសល់ធារាបានលើកដៃឡើងហើយយកដៃប៉ះអាវរងាចាស់របស់សេរីដែលគេបានពាក់មើលចុះអាវនេះមើលទៅវាពិតជាកំសត់តែបងមិនមើងងាយវាទៀតទេបងនឹងចងចាំស្នាមទឹកភ្នែករបស់ឯងដែលបងបានធ្វើឲ្យឯងឈឺចាប់ហើយបងនឹងធ្វើការដើម្បីលាងជម្រះវាបងធារាអ្វីបានកន្លងផុតទៅហើយថ្ងៃនេះយើងបានរួមរស់ជាមួយគ្នាជួបជុំបងប្អូនវិញវាគឺជាសុភមង្គលរបស់ខ្ញុំទៅហើយបងប្អូនទាំងពីរចាប់ផ្ដើមបោសសម្អាតផ្លូវម្ដងទៀតជាមួយគ្នាពួកគេធ្វើការដោយស្ងប់ស្ងាត់តែមានភាពកក់ក្ដៅនិងមានភាពយល់គ្នាទៅវិញទៅមកពីអាចារ្យរាមនិងភាពក្រីក្រក៏លែងជាឧបសគ្គទៀតហើយជាចុងក្រោយពន្លឺនៃព្រឹកព្រលឹមបានចាំងមកលើពួកគេទាំងពីរ